រឿងទិសដៅបើសិនជាយើងនៅអញ្ចឹងហើយយើងដើរទៅទិសដៅហ្នឹងណាហើយនៅទៅដើរវាទិសដៅវាកាន់តែឆ្ងាយហើយតែបើសិនជាយើងអាចផ្អាកបង្វិលទិសដៅយើងជជែកគ្នារឿងសង្គមដែលយើងចង់បានហើយបង្វិលទិសដៅបន្តិចមកតាមអន្ទីគេពេលនេះតាមអន្ទីគេក៏ប៉ុន្តែអនាគតទៅវាឃ្លាតញ៉ែកាលនេះថាបន្តិចចឹងតែអនាគតឥឡូវថាផ្លូវទៅអញ្ចេះបើយើងគ្រាន់តែបង្វិលបន្តិចចុងក្រោយ30 20 30ឆ្នាំមកឃ្លាតគ្នាឆ្ងាយមែនតើអញ្ចឹងពេលនេះគឺបង្វិលទិសដៅមានសារៈសំខាន់មែនតើផ្អាកអ្វីឈប់អ្វីបញ្ឈប់អ្វីដែលកន្លងផុតមកយើងផ្អាកគួយទៅចែកគ្នាតើយើងទាំងអស់គ្នាចង់បានអីយើងទាំងអស់គ្នាចង់បានព្រោះអានេះប្រទេសជាតិរបស់យើងសង្គមរបស់យើងទាំងអស់គ្នាហើយជាឱកាសមួយដែលយើងត្រូវតែជជែកគ្នាពីព្រោះយើងដឹងស្រាប់ហើយរឿងអ្វី29ឆ្នាំមុនគ្រាន់តែជាចំណុចមួយឯងហើយយើងក៏មិនអាចបន្តទៅតាមផ្លូវដដែលដែរអញ្ចឹងយើងត្រូវការជជែកគ្នាចូលរួមទាំងអស់គ្នាហើយជជែកគ្នាឲ្យមានភាពស្មោះត្រង់ហើយអ្វីដែលយើងធ្វើបានយើងជួយលទ្ធផលដែលកន្លងមក29ឆ្នាំមានគណៈបកមានបានធ្វើអនុសិទ្ធមួយទៅជំរុញទៅរដ្ឋាភិបាលជួយស្វែងរកគិតបោះមកដល់ពេលនេះអាចមានចម្លើយខ្លះដែរបងតាមខ្ញុំដឹងយើងព្យាយាមធ្វើរហូតក៏ប៉ុន្តែមិនទាន់មានចម្លើយដែលយើងអាចទទួលបានអញ្ចឹងយើងបាទហើយយូរឆ្នាំហើយក៏ប៉ុន្តែលទ្ធផលដូចអត់មានអីថ្មីហើយយើងអត់ទាន់មានអីថ្មីក៏ប៉ុន្តែយើងនៅតែបន្តខ្ញុំគ្រាន់សូមរំលឹកមួយដែរណាដូចម្ដាយឪពុកខ្ញុំគេសម្លាប់នៅចំនួនពលពតខ្ញុំក៏ជាជនរងគ្រោះការឈឺចាប់នៅនឹងมันអាចបំភ្លេចបានទេហើយពេលគេកាត់ទោសខ្មែរក្រហមហ្នឹងគ្រាន់ជានេះមួយដើម្បីគ្រាន់តែឲ្យយើងជនរងគ្រោះស្ងប់ចិត្តបន្តិចទេនួងចិត្តបន្តិចទេក៏ប៉ុន្តែយ៉ាងតិចណាស់គេបានធ្វើយ៉ាងតិចណាស់គេបានធ្វើអញ្ចឹងជនរងគ្រោះផ្សេងទៀតនៅក្នុងរបបនេះយើងសូមឲ្យមានការស្រាវជ្រាវពិតប្រាកដរកអ្នកដែលទទួលខុសត្រូវមកយ៉ាងតិចណាស់ឲ្យយើងទាំងអស់គ្នាមានស្ងប់ចិត្តខ្លះបាទ